ในព្រឹកថ្ងៃសុក្រទី13ខែកុម្ភៈឆ្នាំ2026ឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនអញ្ជើញដឹកនាំគណៈប្រតិភូចូលពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅខេត្តកណ្ដាលគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅត្រូវបែងចែកជាពីរផ្នែករួមមាន 1. ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់តាមវិធីសាស្ត្រអាញចម្រោះតាមបែបធម្មជាតិ Waste Stabilization Port ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន7កន្លែងនិងបណ្ដាញលូទឹកកខ្វក់ប្រវែង 125.3 គីឡូម៉ែត្រព្រមទាំងការងារដំណភ្ជាប់តាមក្នុងផ្ទះដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ 2. ការសាងសង់ប្រព័ន្ធរំដោះទឹកចំនួនរួមមានការសាងសង់បណ្ដាញលូរំដោះទឹកភ្លៀងដោយដាក់លូប្រអប់និងលូមូលតាមបណ្ដោយផ្លូវជាតិលេខ21ចាប់ពីម្ដុំរងវងមូលតាខ្មៅប្រវែង5គីឡូម៉ែត្រនិងការងារសាងសង់និងស្ដារស្ថានីយ៍បូមទឹកកខ្វក់ព្រមទាំងបណ្ដាញលូរំដោះទឹកក្នុងក្រុងតាខ្មៅគិតត្រឹមថ្ងៃទី12ខែកុម្ភៈឆ្នាំ2026គម្រោងនេះសម្រេចការងារបាន 20.7% រួមមានការងារដំណភ្ជាប់តាមក្នុងផ្ទះដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សេវាក្របដណ្ដប់5សង្កាត់ក្នុងក្រុងតាខ្មៅរួមមានសង្កាត់កំពង់សំណាញ់សង្កាត់តាក្ដុលសង្កាត់តាខ្មៅសង្កាត់ព្រែកហូរនិងសង្កាត់ព្រែករិស័យស្មើនឹងផ្ទៃដីប្រមាណ976ហិកតាស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ 12,000 ម៉ែត្រគូបក្នុងមួយថ្ងៃតាមវិធីសាស្ត្រអាញចម្រោះតាមបែបធម្មជាតិ Waste Stabilization Port មានទីតាំងនៅក្នុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ